ចំណុចពិសេសទាំង5សម្រាប់រថយន្ត All New Prius 2023ដែលទើបនឹងបង្ហាញខ្លួននៅឯការតាំងពិព័រណ៍ LA Auto Show បានផ្ទុកការចាប់អារម្មណ៍ខ្លាំងដែលនឹកស្មានមិនដល់ទស្សវត្សរ៍ចុងក្រោយនេះក្រុមហ៊ុនយក្សលំដាប់ទី1 Toyota បានខំប្រឹងគ្មានថ្ងៃសម្រាកដើម្បីរុករកបច្ចេកវិទ្យាថ្មីជួយដល់ពិភពលោកដោយយើងឃើញស្រាប់ហើយ Toyota បំបែក model រថយន្តជាច្រើនប្រភេទជាពិសេសគឺផ្ដោតទៅលើបច្ចេកវិទ្យាប្រើអគ្គិសនីសុទ្ធដែលរួមមានរថយន្តខ្សែស្រឡាយថ្មី Toyota BZ រថយន្តប្រើ Hydrogen Toyota Mirai និងរថយន្តប្រើម៉ាស៊ីនផងអគ្គិសនីផង HEV PHEV ដែលត្រូវនឹងបរិបទពិភពលោកកាត់បន្ថយឧស្ម័នកាបូនផងនោះToyota នៅតែបន្តអភិវឌ្ឍរថយន្ត Toyota Prius ចំនួនទី5នេះហើយបើទោះបីជាបញ្ចេញមកយឺតក៏ដោយតើ Toyota Prius 2023នេះមានលក្ខណៈពិសេសអ្វីខ្លះសូមកុំភ្លេចចុច like និងចែករំលែកវីដេអូនេះទៅកាន់អ្នកធ្លាប់ប្រើប្រាស់រថយន្ត Prius ទាំងអស់គ្នាចំណុចទី1ដែលយើងទាំងអស់គ្នាពេញចិត្តបំផុតនោះគឺភាពស្រស់ស្អាតតូចមែនតែមើលម្ដងចង់មើលម្ដងទៀតការ design ដ៏លេចធ្លោនេះកើតឡើងបានដោយការរចនារួមបញ្ចូលគ្នាដែលវិភាគទៅលើចន្លោះកង់ខាងមុខខាងក្រោយវែងជាងមុននិងបន្ទាបទូខ្លួនទាំងមូល lower gravity ជាពិសេសប៉ុណ្ណាដែលនៅខាងក្រោមជួយសម្រួលលំហូរខ្យល់ចូលម៉ាស៊ីននិងជួយរក្សាកម្លាំងសង្កត់ខាងមុខពេលបើកបរល្បឿនលឿនដោយយើងបានឃើញស្រាប់ទម្រង់ចង្គៀងខាងមុខមានអំពូលមួយគ្រាប់និងអមដោយអំពូលបំភ្លឺពេលថ្ងៃរាងជាអក្សរ C ដេកហើយមានឆ្នូតកាត់មួយខ្សែទៀតនៅខាងក្រោមនិយាយឲ្យខ្លីទម្រង់មុខនិងតួខ្លួនរាង aerodynamic ផងនោះគឺស្អាតដូចទៅនឹងរថយន្តស្ពណ៌សម័យថ្មីយ៉ាងពិតប្រាកដចំណុចទី2យើងហៅថា hybrid HEV PHEV ដែលមានន័យថារថយន្តប្រើប្រាស់ម៉ាស៊ីនផងនិងអគ្គិសនីផងហើយអ្វីដែលក្រុមហ៊ុន Toyota ផ្ដោតខ្លាំងជាងគេនោះរថយន្ត hybrid ដែលអាចសាកថាមពលបានដោយប្រើពន្លឺព្រះអាទិត្យនិងដំឡើងនៅថាមពលថ្មរហូតដល់ 13.3 kW/ម៉ោងហើយម្យ៉ាងទៀតសាកថ្មម្ដងអាចជិះបាន 94 km ដោយមិនចាំបាច់ប្រើម៉ាស៊ីនសម្រាប់ទំហំម៉ាស៊ីនមកកាត់ស៊ីឡាំង 2.0 លីត្រ 4 ស៊ីឡាំងផលិតបានកម្លាំង 220 សេសនិងសន្ទុះល្បឿន 100 km ប្រើពេលត្រឹមតែ 6 វិនាទីជារួមបើយើងប្រៀបធៀបនឹងស៊េរីចាស់ចំនួនថ្មីនេះគឺអាចសន្សំសំចៃលើប្រេងឥន្ធនៈរហូតដល់ 50% ឯណោះចំណុចទី3 Toyota Prius នេះផលិតឡើងដោយឈរលើទម្រង់ TNGA platform ដ៏កំពូលនិងសុវត្ថិភាពខ្ពស់ចំពោះប្រព័ន្ធទប់លំនឹងពេលបត់ចង្កូតផ្លូវកោងនិងក្នុងពេលបើកបរល្បឿនអតិបរមាលទ្ធផលល្អទាំងនេះត្រូវបានរួមផ្សំដោយប្រព័ន្ធបូមចំនួនថ្មីបូមខាងមុខហៅថា Matterson និងខាងក្រោយ Double Wishboneចំណុចទី4ការ design ខាងក្រៅគឺពិតជាអែមហើយងុំផ្នែកខាងក្នុងឯនេះវិញទទួលបានការរចនាទំនើបជាងមុនដោយបំពាក់នៅទំហំអេក្រង់ touch screen 12.3 អ៊ីននៅចំកណ្ដាលនិងរចនាតាប្លូមានប៊ូតុងបញ្ជាផ្សេងៗស្របតាមបទពិសោធន៍ងាយស្រួលរបស់អតិថិជនកាន់តែអែមជាងនេះមិនបាច់លេងឡានក្នុងរថយន្តទៀតទេចំណន់ថ្មីនេះបានបំពាក់នៅពន្លឺ Ambient Light គ្រប់ពណ៌ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អពេលចូលទៅក្នុងរថយន្តចំណុចទី5Toyota ប្រកាសថា Prius 2023នេះគឺជារថយន្តល្អបំផុតសម្រាប់យុវវ័យសម័យថ្មីហើយជារថយន្តសន្សំសំចៃជាងគេទី1ក្នុងត្រកូល Toyota ទាំងអស់និងពិភពលោកផងដែរចំណាយតិចនិងកាត់បន្ថយការបំពុលបរិយាកាសកាន់តែមានប្រសិទ្ធភាពសម្រាប់ប្រព័ន្ធសុវត្ថិភាពលើរថយន្ត Toyota បានធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យា Toyota Safety Sense និងប្រព័ន្ធចតរថយន្តក្នុងទីសាធារណៈអូតូដោយអាចបញ្ជាតាមរយៈទូរស័ព្ទដៃម្យ៉ាងទៀតកាមេរ៉ាសុវត្ថិភាពខាងមុខនិងខាងក្រោយក៏មានបំពាក់មកស្រាប់ហើយអាចប្រើ SD card ទាញយកคลิปវីដេអូសំខាន់ៗផងដែរគូបញ្ជាក់ថារថយន្ត Toyota Prius មកលើកនេះមានជម្រើស3ពណ៌ពណ៌សពណ៌ខ្មៅនិងទឹកក្រូចហើយនឹងជម្រើសម៉ាស៊ីនប្រភេទ Hybrid HEV PHEV ហើយនឹងមានទំហំម៉ាស៊ីន 1.8 ស៊ីឡាំងផងដែរសម្រាប់តម្លៃក្រុមហ៊ុនមិនទាន់បានបង្ហាញនៅឡើយទេហើយក៏មិនទាន់មានគេហទំព័រណាដាក់តម្លៃប៉ាន់ស្មាននៅឡើយដែរអរគុណសម្រាប់ការទស្សនាពីដើមដល់ចប់សូមកុំភ្លេចចុច like ដើម្បីទទួលបានវីដេអូថ្មីៗអំពីបច្ចេកវិទ្យារថយន្តទំនើបៗលើសកលលោក